ហ្វាស៊ីហា7ហា8ឥឡូវអត់តន់ដំណើរការអស់ដល់មកហ្វានេះស៊ី0ពេហ្វានេះ0.3ពេហ្វានេះលេងដល់ហើយ7ហា8ដល់ដំណើរការអស់ពីសង្ទើមេនៅបកគោល63តែនេះវាដាក់100ដល់អញ្ចឹងលោតទៅនៅបកគោល56 57ឡើងឡើងគុកចឹងយើងសេរីហ្វាវាកុំឲ្យវាស៊ីតាហ្វាកដាលពេកស៊ីហ្វាកដាលអស់ឡើង60អំពែជាងហើយភ្លើងតែ63ហ្នឹងអាសងខាងអត់មានស៊ីលីងចប់ប្លោយដូចជាងដល់ហើយគឺឈើហ្នឹងអាចយើងសេរីវ៉ាហើយសេរីអានេះមិញអាកដាលនេះមិញ3សរសៃឥឡូវយើងដកមកខាង2មិញអាសងខាងនេះអត់មានស៊ីអំពែអត់ដល់1ពេហងស៊ីហើយភ្លើង63អត់មានស៊ីហងស៊ីតែកដាលអស់60អំពែជាងអញ្ចឹងហើយវាលោតចយអាកុំនេះឃើញទេលេងឃើញនេះហ្វានេះអត់ហ្វានេះអត់ហ្វានេះឆ្លងមកហ្វាអញ្ចឹងអាហ្នឹងវាមកពីទីសង់ទ័រនេះវាចេញមកពីនេះមើលអត់ទៀតអានេះនៅវ៉ាយើងវាស់ពីហ្វាទី3មកហ្វាទី3ហ្វាទី2ហ្វាទី1អញ្ចឹងឆ្លងខ្សែក្រហមហ្នឹងវាប្រវែងហ្នឹងមិនគួរថាវាមានបញ្ហាឆ្លងប្រវែងហ្នឹងប្រហែល1ម៉ែត្រកន្លះវាមានបញ្ហាឆ្លងទី1ប្រើភ្លើងពីដំបូងវាប្រើលើហ្វាកដាលនេះប្រើដល់អស់60អំពែទី2អានេះវាមានបញ្ហាឆ្លងខ្សែធ្វើឲ្យវាលោតมันគួរឲ្យជឿថាខ្សែ1ម៉ែត្រកន្លះមានបញ្ហាឆ្លងអានេះយើងបាត់ហើយអានេះមកទៅនេះយើងផ្ដាច់ហើយអញ្ចឹងឆ្លងទៅវិញទិញបោកខ្សែមីងតូចពេកឌីសង់ទ័រ20ពេស៊ីអស់5-6ណប់7ហើយឡើងទៅ Q32 ហើយដូរខ្សែខ្សែដាក់6ក្រេយើងអត់ដាក់ដល់ពេលទៅសារចិត្តដែរអានេះមិនភ្លើងមេនេះចាយក្នុងបន្ទប់ទេអត់មកដាក់6ក្រេបានវាចិត្តដែរតែជា10ម៉ែត្រហើយវាស៊ីតែ8-9ណប់ពេតែគាត់ថាយើងដាក់32ឲ្យវាធំតិចចលុកអត់ចង់ខែនេះយើងសេរីហ្វាហើយដំបងហ្វាលឿងកដាលស៊ីដល់តែ60អំពែឥឡូវសេរីឲ្យវាស៊ីឲ្យប្រហាក់ប្រហែលគ្នាស្មើហើយវា15ហើយ10ប្រហែល18អញ្ចឹងវាលើសខ្វះគ្នាតិចតួចតែប៉ុណ្្នឹងណាក៏វានៅឆ្ងាយដែរពីសង្ទើវា63ខ្ញុំធ្វើឲ្យវាមានស៊ីខ្លះមិញស៊ីអាលឿងសុតហើយត្រូវឲ្យលោតភ្លើង